ថ្ងៃនេះខ្ញុំមកកាត់មែកស្កានេះខ្ញុំចោលបន្តិចហើយឥឡូវចារដូវស្កានេះចាប់ផ្ដើមផ្កាគឺជិតមកដល់ហើយប៉ុន្តែខ្ញុំគិតថាដើមស្កានេះរបស់ខ្ញុំនេះដូចជាអត់មានសង្ឃឹមថាបានផ្លែច្រើនទេដោយសារតែមែកវាដុះខ្ចីខ្ចីមកច្រើនខ្លាំងមែនទែនហើយស្កានេះគឺវាអត់ផ្លែនៅលើមែកខ្ចីទេចាគឺវាផ្លែនៅលើមែកទាំងចាស់ចាស់អញ្ចឹងណាហើយចំណុចទី2ហ្នឹងគឺថាវាបជ្រៀតគ្នាខ្លាំងចឹងថ្ងៃនេះខ្ញុំមានតែកាប់វាចោលខ្លះមិនដឹងថាអាចមានប្រសិទ្ធភាពអត់ទេបងប្អូនដោយសារតែយើងកាប់មួយវាដុះមក3អញ្ចឹងណាប៉ុន្តែអត់ដឹងធ្វើម៉េចគឺវាអត់ចង់ឲ្យវាបជ្រៀតខ្លាំងអញ្ចឹងមានតែកាប់ចោលខ្លះដើម្បីឲ្យវាស្រាលដើមកុំឲ្យវាបជ្រៀតគ្នាខ្លាំងពេកហើយចំណែកមែកខ្ចីៗដែលខ្ញុំកាត់នេះក៏មិនដឹងយកទៅណាដែរបងប្អូនគឺមានតែបោះចោលក្នុងធុងសម្រាមទេចាហើយប្រហែលជាមានមែកល្អ3-4មែកអីអញ្ចឹងខ្ញុំដាក់ថូដាំអញ្ចឹងណាចាដាំហ្នឹងគឺដាំលក់ទេចាមិនមែនដាំទុកហូបអីទេព្រោះកន្លែងដីខ្ញុំហ្នឹងគឺវាអត់មានតាណាតានេសម្រាប់ដាំស្កា